ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនេះខ្ញុំមាននៅមុខម្ហូបស្ងោរផ្សិតជាមួយស្អំចាចឹងជាដំបូងគឺខ្ញុំយកស្អំរបស់យើងមកបេះបន្លែវាចាហើយផ្សិតរបស់យើងក៏បានចិតឲ្យស្អាតផងដែរបងប្អូនចាក្រោយពីចិតហើយគឺខ្ញុំបានយកមកលាងសម្អាតនឹងទឹកចំនួន2ទឹកផងដែរសម្រាប់បន្លែនេះចាខ្ញុំដោះលាងចុះឡើងចាហើយស្អំរបស់យើងក៏លាងដូចគ្នាដែរលាងជាមួយគ្នាចានឹងខ្ញុំដាក់នៅក្នុងកញ្ច្រែងជាមួយគ្នាបងប្អូនចាក្រោយពីលាងរួចរាល់ហើយគឺនឹងខ្ញុំដាក់ដាំទឹកនៅពេលដែលទឹករបស់យើងពុះចាពេលដែលទឹករបស់យើងពុះល្អហើយខ្ញុំក៏បានដាក់ខ្ទឹមសចូលបងប្អូនចាហើយសម្រាប់ស្ងោរនេះដែរគឺនឹងខ្ញុំអត់ប្រើសាច់ទេខ្ញុំដាក់គោះពងទាដាក់ចំនួន1គ្រាប់បងប្អូនដោយសារខ្ញុំអត់ចូលចិត្តញ៉ាំសាច់អញ្ចឹងស្ងោរនេះគឺខ្ញុំធ្វើរសជាតិប្រៃល្មមយើងញ៉ាំលេងបានផងដែរចាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបអំបិលចាហើយនឹងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីរបស់យើងផងដែរចាបងប្អូនឃើញពពុះនេះគឺដោយសារនឹងខ្ញុំដាក់ពងបងប្អូននៅពេលដែលយើងគោះពងដាក់ទៅវាឡើងពពុះបែបនេះណាចាប៉ុន្តែមិនជាបញ្ហាទេពពុះនេះគឺយើងអាចដួសចេញបានចានេះនឹងខ្ញុំបានដួសពពុះនឹងជឿចេញចាពេលដែលនឹងខ្ញុំដួសពពុះនឹងចេញរួចរាល់អស់ហើយចានេះខ្ញុំនឹងដាក់ខ្ញុំទុកពងនឹងឲ្យឆ្អិនមួយសន្ទុះណាបងប្អូនចាបន្ទាប់មកខ្ញុំបិទគ្របវាទុក 2-3 នាទីឲ្យពងរបស់យើងរៀងឆ្អិនបន្តិចទើបនឹងខ្ញុំដាក់បន្លែចូលចានៅពេលដែលឃើញថាពងរបស់យើងបានឆ្អិនល្មមហើយបងប្អូនអញ្ចឹងខ្ញុំដាក់បន្លែចូលចាបន្លែដែលខ្ញុំដាក់មុនគេគឺផ្សិតណាបងប្អូនចាខ្ញុំនឹងដាក់ផ្សិតចូលហើយផ្សិតនេះដែរគឺអត់ដាក់យូរទេបងប្អូនខ្ញុំដាក់ទុកប្រហែលជា 2-3 នាទីនៅពេលដែលវាពុះខ្ញុំអាចពេលដែលពុះខ្ញុំអាចដាក់ជាមួយនឹងស្អំចូលចាអញ្ចឹងខ្ញុំទុកផ្សិតរបស់យើងមួយសន្ទុះសិនណាបងប្អូនល្មមតែរៀងឆ្អិនបន្តិចសិនទើបនឹងខ្ញុំដាក់បន្លែមួយមុខទៀតផងដែរចានៅពេលដែលឃើញថាទឹករបស់យើងពុះល្អហើយគឺខ្ញុំបង់ជាមួយនឹងស្អំចូលតាមក្រោយទៀតចាហើយសម្រាប់ស្អំនេះដែរគឺនឹងខ្ញុំមិនទុកវាយូរទេបងប្អូនព្រោះអីនៅពេលដែលយើងដាក់យូរទៅគឺធ្វើឲ្យបន្លែរបស់យើងអត់ឆ្ងាញ់ទេបងប្អូនខ្ញុំដាក់ប្រហែលជាមួយពុះដូចគ្នាដែរហើយខ្ញុំក៏បានភ្លក់មើលរសជាតិប្រៃឡែមល្មមតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាចាហើយខ្ញុំភ្លក់មើលរៀងសាបបន្តិចអញ្ចឹងខ្ញុំដាក់បន្ថែមជាមួយនឹងរ៉ូឌីចូលចាតែប៉ុណ្ណឹងគឺឆ្អិនហើយបងប្អូនចាស្ងោរផ្សិតជាមួយនឹងស្អំចាសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនា Channel ម៉ាក់អាលីង